ប៉ាពេលខ្ញុំទៅរៀននៅថ្ងៃក្រោយខ្ញុំអាចយកបាយប្រអប់បន្ថែមមួយទៀតបានទេហើយអ្វីកូនតែងតែមិនបានញ៉ាំអំបិលគ្រប់គ្រាន់មែនទេគឺសម្រាប់ឲ្យនាងញ៉ាំមែនទេអ្នកឡើងដើមឈើនោះសំដៅដល់ប្អូនស្រីព្រោះប្អូនស្រីតូចក្នុងផ្ទះយើងរាល់ថ្ងៃត្រង់គាត់គ្រាន់តែញ៉ាំដំឡូងពេលស្រីគាត់ផឹកទឹកបន្តិចដើម្បីទ្រាំភ្លៀងខ្ញុំចង់យកបាយបន្ថែមមួយទៀតឲ្យគាត់ញ៉ាំបានទេប៉ាពិតណាស់បានតើចុះប៉ាឯងពេលចាស់ទៅច្រើនទៅវត្តក្រោយតើនឹងទៅជាយ៉ាងណាទៅកូនប្រុសជាប្រពះដឹងថាអ្វីដែលបានរកស៊ីរត់បាត់អស់ហើយជីតាទិញប្រដាប់ក្មេងលេងឲ្យអ្នកច្រើនណាស់រហូតដល់មនុស្សនិយាយថាប្រដាប់ក្មេងលេងរបស់គាត់ចិត្តអាចបើកសួនកំសាន្តបានហើយអត់ទេមិនមែនអីចឹងទេវាក៏ដោយសារខ្ញុំបានពិន្ទុ100ជាកាដូទើបខ្ញុំទិញប្រដាប់ក្មេងលេងនោះបំពង់ក៏ខ្ញុំនៅមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេកាលពីឆ្នាំមុនអ្វីដែលមនុស្សចាស់និយាយគឺថានៅតែមានមនុស្សដែលរៀបចំយុទ្ធសាស្ត្រលេងប្រដាប់ក្មេងលេងចង់បានសាច់ជ្រូកអាំងពេជ្រណាស់ប៉ុន្តែនិយាយទៅខ្លួនឯងក៏ថត់ពេកហើយអ្វីដែលសំខាន់បំផុតគឺសម្លៀកបំពាក់របស់អ្នកដែលដាក់រាយប៉ាយនៅលើឥដ្ឋរហូតដល់របស់ផ្សេងទៀតស្ទើរតែคล้ายទៅជារបស់បន្ទាប់បន្សំចុះហេតុអ្វីបានជាគ្មាននរណាម្នាក់រំខានផ្ដល់យោបល់ដល់អ្នកសោះកូនឲ្យរត់ឲ្យលឿនទៅស្អែកព្រឹកទៅលាក់ខ្លួននៅកន្លែងស្អាតណាម៉ាក់យើងអង្គុយនៅក្រោយឡានគាត់ប្រហែលជាមិនឃើញយើងទេមែនទេមិនក៏ម៉ាក់រត់ទីបំផុតក៏រកឃើញអ្នករាល់គ្នាហើយម៉ាក់និងម្ដាយក្មេកច្រៀងទៅបើកទ្វារលឿនមកប្រពន្ធឲ្យនេះជាដំណឹងល្អហើយគម្រោងរបស់ប្រពន្ធឆាប់ឡើងបានទេមិនក៏ហៅថាប្តីតារាអីចឹងឯងនឹងដឹងហើយគាត់ពិតជាប៉ារបស់ខ្ញុំមែន